Hello ដូចជាសួស្តីដល់អ្នកទាំងអស់គ្នាហើយថ្ងៃអ្នកនរគ្នាយើងគឺបានបែកគ្នាអស់រយៈពេលជាងកន្លះខែមកហើយដោយសារតែខ្ញុំគឺរវល់ខ្លាំងមែនទែនហើយណាមួយគឺវាចំរដូវបុណ្យភ្ជុំផងគឺធ្វើខ្ញុំមិនសូវជាមានពេលធ្វើវីដេអូនោះទេហើយមិនដែរគ្នាយើងសុកទុកនៅរដូវបុណ្យភ្ជុំនេះណាទេទៅបានវត្តខ្លះបានវត្តខ្លះខ្ញុំប្រាប់អេដមីបាននឹងផងនៅក្នុង comment ហើយមុនចូលដល់សាច់រឿងអ្នកដែលមកថ្មីកុំភ្លេចចុច subscribe និងចុច like ផងដើម្បីឲ្យអេដមីមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតហើយយើងចូលទៅបន្តសាច់រឿង Attack on Titan Season ទី3របស់យើងជាបន្តទៀតតែម្ដងទៅ赤髪海賊団大頭赤髪のシャンクスហើយយើងដឹងហើយក្រៅពីអេពីសូតមុនហ្នឹងគឺក្រុម Survivor របស់យើងហ្នឹងបានជួយ Eren បានពីកំតាប់ដៃរបស់ស្ដេចរតហើយពួកគេក៏បានរៀបចំផែនការក្នុងការដណ្ដើមយកចិញ្ចែមមេរៀលត្រឡប់មកក្នុងដៃរបស់ពួកគេវិញផងដែរដោយ Survivor មកលោកនេះគឺលេងឈុតធំតែម្ដងគឺថាមកជិតអស់ពីចិញ្ចែមទាំង3តែម្ដងហើយឥឡូវនេះពួកគេក៏បានធ្វើដំណើរតាំងពីថ្ងៃរហូតដល់យប់រហូតដល់នៅក្នុងព្រៃមួយពួកគេក៏បានឃើញ Titan ជាច្រើនកំពុងតែដេកដោយសារតែ Titan ទាំងអស់នេះគឺវាមិនមែនជា Titan ដែលកើតឡើងដោយសារតែ Beast Titan បានបង្កើតទេព្រោះគឺជា Titan ធម្មតាហ្នឹងឯងវាមិនអាចដើរបាននៅពេលយប់ទេជាហេតុធ្វើឲ្យពួកវាដេកនៅពេលយប់បែបនេះក្រុម Survivor ក៏បានដើរទៅមុខទៀតឲ្យមកសម្លាប់ Titan ទាំងអស់នេះទេហើយមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់ចិញ្ចែមមេរៀលដែលជាកន្លែងដែលចាប់ផ្ដើមនៅរឿងអ្វីៗគ្រប់យ៉ាង我々の動きを知れば敵はエレンを狙ってくるだろうខណៈពេលដែលទៅដល់ភ្លាមនោះពួកគេគឺមិនបានឃើញអ្វីនោះទេទោះបីជាពួកគេខំប្រឹងរកយ៉ាងណាក៏រកមិនឃើញដែរជាហេតុធ្វើឲ្យលោក Commander Elvin សម្រេចចិត្តឲ្យ Eren ធ្វើការបិទជញ្ជាំងតែម្ដងបន្ទាប់មក Eren ក៏បានខ្លាចខ្លួនទៅជា Titan ដើម្បីបិទជញ្ជាំងដែល Colossal Titan បានទាត់តាំងពីអេពីសូត1មកនឹងឯងហើយក្រោយពី Eren បានបិទជញ្ជាំងបានសម្រេចហើយទើបយើងបានឃើញនៅវត្តមានរបស់ Predator ជាមួយនឹង Reiner ដែលកំពុងតែលាក់ខ្លួនមិនដឹងជានៅទីណានោះទេក្រោយពីពួកគេបានបិទជញ្ជាំងរួចហើយ Armin របស់យើងក៏មានការបន្ទើសង្ស័យដោយសារតែគេបានរកឃើញនៅកន្លែងមួយចំនួនដែលធ្វើឲ្យគេសង្ស័យខ្លាំងមែនទែនទី1នោះគឺមានកំពង់ទឹកដល់ទៅ3ដែលមានន័យថាទីនេះគឺមានមនុស្សធ្លាប់មកដល់មុនពួកគេទៅទៀតដែលមានការសង្ស័យបែបនេះ Armin ក៏បានប្រាប់ឲ្យ Armin នឹងបញ្ជាមកថាគេត្រូវតែធ្វើបែបម៉េចដើម្បីស្វែងរកនូវសត្រូវទាំងអស់នោះArmin ដំបូងគឺប្រាប់ឲ្យពួកគេនឹងស្វែងរកធម្មតានោះទេប៉ុន្តែដោយសារតែពួកគេស្វែងរកយ៉ាងណាក៏រកមិនឃើញដូច្នេះហើយ Armin របស់យើងបានទៅឃើញដល់ការប្រយុទ្ធមុនគឺថានៅពេលដែល Eren របស់យើងប្រកួតជាមួយនឹង Annie នឹងគឺធ្វើឲ្យមានប្រហោងនៅក្នុងជញ្ជាំងហើយដូចនេះហើយគេគិតថាសត្រូវរបស់ពួកគេប្រកបណាស់ប្រកបជាលាក់ខ្លួននៅក្នុងជញ្ជាំងជាមិនខាននោះទេទើប Armin របស់យើងប្រញាប់យកដំណឹងមួយនេះទៅប្រាប់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាធ្វើតាមបទបញ្ជារបស់ខ្លួនក្រោយពីពួកគេបានរកមួយសម្បកក្រោយមកនឹងអ្វីៗគ្រប់យ៉ាងគឺបានដើរតាមការគិតរបស់ Armin ពិតមែនគឺថាទាហានម្នាក់បានរកឃើញ Reiner ប៉ុន្តែ Reiner បានចាក់សម្លាប់គេមុនតែម្ដងប៉ុន្តែ Reiner ក៏មករួចខ្លួនពីកំតាប់ដៃរបស់ Levi ផងដែរនៅពេលដែលគេឃើញ Reiner ភ្លាមនឹង Levi បានហក់ទៅយកផ្លេតចាក់ទៅចំករបស់ Reiner តែម្ដងមិនអត់ត្រឹមនឹងទេបន្ទាប់ពីដកចេញពីកករួចហើយគេបានចាក់មួយផ្លេតទៀតចំទៅក្នុងដើមទ្រូងរបស់ Reiner តែ Levi គឺមិនអាចធ្វើអ្វីទៅកាន់ Reiner បាននោះទេដោយសារតែគេគឺបានបញ្ជាទៅថាពល Titan របស់គេរួចស្រេចបាត់ទៅហើយធ្វើឲ្យគេបានប្រែខ្លួនទៅជា Armor Titan តែម្ដងក្រោយពីឃើញសត្រូវនៅខាងមុខបែបនេះ Armin របស់យើងក៏ប្រាប់ឲ្យអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងឡើងប៉ុន្តែនៅពេលដែលគេនិយាយមិនទាន់ផុតមាត់ផងសម្លេងផ្ទុះមួយក៏បានកើតឡើងBeast Titan និង Titan តូចៗជាច្រើនទៀតគឺបានប្រែកាយនៅខាងក្រោយពួកគេជាហេតុធ្វើឲ្យពួកគេមានការតស្លុតខ្លាំងមែនទែនបន្ទាប់មក Beast Titan ក៏ចាប់យកដុំថ្មមួយដើម្បីគប់សម្រៅទៅរកពួកគេប៉ុន្តែធៀបពិតនោះគេមិនបានគប់ទៅរកពួកគេទេដូចទៅវិញគេបានជាគប់ទៅចំកន្លែង Crystal ដែល Eren បានបិទដើម្បីមិញនេះវិញជាហេតុធ្វើឲ្យពេលនេះពួកគេមិនអាចចេញឬក៏ចូលនៅក្នុងជញ្ជាំងបានដោយសេរីទៀតនោះទេក្រោយមក Reiner របស់យើងក៏បានបរលូកកញ្ចក់របស់ខ្លួនដើម្បីឡើងទៅលើជញ្ជាំងរីឯ Beast Titan នៅនេះវិញគេបានបញ្ជាកូន Titan តូចៗរបស់គេនឹងឲ្យទៅវាប្រហារក្រុង Survivor ផងដែរមើលទៅមិនដឹងធ្វើម៉េចដោយសារតែខាងមកគឺជា Beast Titan ជាមួយនឹង Armor Titan រីឯខាងក្រោយគឺជា Armor Titan ដូច្នេះ Erwin របស់យើងកាត់ផែនការមួយសន្ទុះក្រោយមកក៏ប្រាប់ឲ្យកូនចៅរបស់ខ្លួនសម្រេចចិត្តធ្វើការប្រយុទ្ធយកឈ្នះតែម្ដង
心臓を捧げよう ការប្រយុទ្ធគឺបែងចែកជាពីរកន្លែងមួយគឺជាកន្លែងដែល Survivor ប្រកួតគ្នាជាមួយនឹង Beast Titan ជាមួយនឹង Animal Titan រីឯមួយជំហានទៀតដែលស្ថិតនៅក្នុងជញ្ជាំង Area គឺមានក្រុម Survivor ប្រកួតគ្នាជាមួយនឹង Rainer ពេលនេះ Rainer របស់យើងគឺឡើងមកដល់ចុងនៃជញ្ជាំងហើយតែគេគឺមិនបានឃើញ Survivor ណាម្នាក់នៅខាងលើជញ្ជាំងនេះទេផ្ទុយទៅវិញគេបែរជាឃើញរូបរាងរបស់ Erwin ឈរឡើងសង្ហាទៅវិញព្រោះឲ្យគេមានការញាក់សាច់ខ្លាំងយកទៅមែនទែនបន្ទាប់មកសម្លេងប្រកាយរបស់ Eren ក៏បានបន្លឺឡើងជាហេតុធ្វើឲ្យ Rainer ដឹងថានេះប្រកាសជាល្បិចហើយប៉ុន្តែទោះបីជាគេដឹងថានេះជាល្បិចក៏ដោយដោយសារតែនេះជាបញ្ជារបស់ Beast Titan គេទៅតែធ្វើការតាមបញ្ជារបស់ Beast Titan មេរៀនការប្រយុទ្ធលើកមុន Eren របស់យើងចាញ់ព្រៀប Rainer ដោយសារតែ Rainer នាំគេទៅយុទ្ធនៅជិតជញ្ជាំងធ្វើឲ្យគេចាញ់ព្រៀបដោយសារតែពេលនោះ Bertolt គេបាន Super Eren ពីលើដោយសារតែពេលនោះ Eren របស់យើងមិនយល់ពីកលៈទេសៈនៃការប្រយុទ្ធច្បាស់ប៉ុន្តែលើកនេះ Eren គឺមិនដូចជាលើកមុនទៀតនោះទេគឺគេនាំ Rainer មកប្រយុទ្ធនៅកណ្ដាលវងតែម្ដងមានន័យថាពេលនេះគឺគេមិនដឹងថា Bertolt លាក់ខ្លួននៅទីណានោះទេគេខ្លាចគេប្រយុទ្ធសុក Bertolt សង្កត់គេយកគេទៅបាត់ទៀតដូច្នេះគេបានយក Rainer មកប្រយុទ្ធនៅកណ្ដាលក្រុងតែម្ដងពួកគេពេលនេះគឺមិនដូចលើកមុននោះទេដោយសារតែនេះគឺជាទឹកទី2ឬក៏យើងអាចហៅថាជាគូសងសឹកក៏បានដែរបន្ទាប់មកពួកគេក៏បានបោកឆាកវាយប្រហារគ្នាតែម្ដង បាទតាមព័ត៌មានមកបានប្រាប់ថាគូនេះគឺជាគូសងសឹកបាទជួបគ្នាសាមុននោះគឺព្រមសំណាងឈ្នះបន្ទុកអញមិនចេះចាក់ផ្ដាច់ទឹកមួយឬក៏យ៉ាងណា ក្រោយពីប្រយុទ្ធអស់មួយសន្ទុះ Rainer គឺបាននិយាយមានអំណួតតែម្ដងគឺគេបាននិយាយថាក្រុម Survivor ជាមួយនឹង Eren នឹងចូលមកទាំងអស់ក៏មិនអាចធ្វើអ្វីគេបាននោះដែរដោយសារតែគេគឺមានអាម៉័រខ្លាំងយកតែមែនតែនតែ Rainer គឺមិនបានដឹងនោះទេថានៅក្នុងប្រយុទ្ធលើកនេះក្រុម Survivor បានប្រើប្រាស់នៅអាវុធម្យ៉ាងដែលមានឈ្មោះថា Thunder Spear ដើម្បីមកប្រយុទ្ធជាមួយគេឥឡូវយើងកាប់មកដល់ខាងក្រុមរបស់ Erwin នេះវិញពេលនេះផងដែរក្រុមរបស់ពួកគេគឺកំពុងតែសម្លាប់ទៅកាន់ Animal Titan នៅជិតៗនឹងដើម្បីអភិសេករបស់ពួកគេហើយក៏រងចាំបញ្ជារបស់លោក Commander Erwin ដើម្បីឲ្យពួកគេសម្រេចចិត្តធ្វើនៅរឿងអ្វីម្យ៉ាងតែលោក Commander Erwin គឺគាត់មិនទាន់បានសម្រេចចិត្តទៅលើរឿងអ្វីនោះទេព្រោះគឺគាត់កំពុងតែគិតទៅលើរឿងអ្វីម្យ៉ាងដែលធ្វើឲ្យគាត់សម្រេចចិត្តមិនច្បាស់នោះទេថាពេលនេះគឺតែប្រយុទ្ធឬក៏អត់ហើយយើងក្រឡេកមកមើលខាងយៈវាយគ្នានេះវិញមើលទៅ Eren ពេលនេះគឺដូចជាមាន confidence ទៅលើខ្លួនឯងខ្លាំងមែនទែនមានន័យថាគាត់វាយទៅលើ Rainer ហ្នឹងមិនដកដៃនោះទេវាយហើយវាយទៀតវាយហើយវាយទៀតដោយសារតែពេលហ្នឹងដៃរបស់គាត់ហ្នឹងគឺអាចបង្កើត crystal បានដូចជា Annie អញ្ចឹងហើយ Rainer វិញក៏គាត់មិនណយដូចគ្នាចាប់បោក Eren ឡើងដូចកែបតែម្ដង ហើយបន្ទាប់ពីវាយគ្នាអស់រយៈពេលយ៉ាងយូរនោះ Thunder Spear ក៏បានលេចវត្តមាននៅក្នុង anime មួយនេះផងដែរដែលយើងបានឃើញក្រុម Survivor នឹងទី Thunder Spear ម្នាក់មួយដើមហោះទៅរក Rainer តែម្ដងបន្ទាប់មកពួកគេក៏បានចោលនៅលំបីរន្ទះមួយនេះទៅចំ Rainer តែម្ដងជាហេតុធ្វើឲ្យ Rainer មិនអាចមើលអ្វីឃើញនោះទេដោយសារតែគេខ្វាក់ភ្នែកបាត់ទៅហើយប៉ុន្តែវាមិនធ្ងន់ធ្ងរដោយថ្នាក់ធ្វើឲ្យ Rainer នឹងចេញពីខ្លួន Titan របស់គេនោះទេដោយសារតែនេះមិនមែនជាចំណុចខ្សោយរបស់ Titan នោះទេបានត្រឹមតែធ្វើឲ្យគេនឹងប្រកាច់ប្រកិនតែឯងតែប៉ុណ្ណោះជាហេតុធ្វើឲ្យ Survivor ទៅដាក់ថែមទៀតតែម្ដងដាក់ Thunder Spear ឡើងពេញករបស់ Rainer តែម្ដងហើយបន្ទាប់ពីស៊ី Thunder Spear ចង់10គ្រាប់ហើយនឹង Rainer របស់យើងគឺបែកថ្នាំស្រែកគ្មានដឹងស្អីនោះទេទៅមកសាច់រឿងរបស់យើងក៏បានបង្ហាញនៅពេលដែល Eren នឹងយកជញ្ជាំងទៅបិទនៅក្នុងជញ្ជាំង Rosca ពី episode ទីប៉ុន្មានដែរ Admin ភ្លេចបែរតែដឹងនៅក្នុង season ទី1នៅពេលហ្នឹង Annie Bertolt ជាមួយនឹង Rainer កំពុងតែនិយាយពិភាក្សាគ្នាអំពីផែនការដើម្បីបញ្ឈប់ការបិទជញ្ជាំងរបស់ Eren ប៉ុន្តែនៅខណៈពេលដែលពួកគេកំពុងតែពិភាក្សាគ្នាហ្នឹង Marco ដែលជា best friend របស់ជានឹងគឺបានស្ដាប់ឮការសន្ទនារបស់ពួកគេជាហេតុធ្វើឲ្យ Marco នឹងបានដឹងអានកំបាំងថាពួកគេនេះហើយគឺជា Armor Titan ក៏ដូចជា Colossal Titan ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេបានធ្វើការដក ODM Gear របស់ Marco ធ្វើឲ្យ Marco នឹងស្លាប់តែម្ដងមុននឹងស្លាប់ Marco ក៏បានស្រែកផងដែរថាពួកគេគឺមិនទាន់បាននិយាយគ្នានោះទេជាហេតុធ្វើឲ្យពេលនោះទាំង Rainer ជាមួយនឹង Bertolt ជាមួយនឹង Annie គឺស្ដោកស្ដាយទៅលើកំហុសរបស់ខ្លួនឯងខ្លាំងមែនទែនដោយតាមការពិតហ្នឹង Marco គឺមិនបានស្លាប់ដោយសារតែ Titan Seal ទេពោលគឺដោយសារតែការដក ODM Gear របស់ពួកគេទាំង3នាក់ហ្នឹងឯងហើយសាច់រឿងរបស់យើងក៏កាត់ទៅដល់មុនពេលដែលពួកគេធ្វើការប្រយុទ្ធជាមួយនឹងក្រុម Survivor មួយថ្ងៃផងដែរនៅពេលនោះ Zack ដែលជាអ្នកទទួលថាពួក Beast Titan មួយហ្នឹងគាត់ក៏បាននិយាយមកកាន់អាពីរអ្នកហ្នឹងផងដែរថាឲ្យទុករឿង Annie ដែលជាប់នៅក្នុង Crystal នៅដោយក្នុង Scope ហ្នឹងមួយឡែកសិនទៅពេលនេះគឺយើងផ្ដោតសំខាន់ទៅលើការដណ្ដើមយុទ្ធធម្មពល Founding Titan ពីដៃរបស់ Eren សិនដោយសារតែធម្មពល Founding Titan
ហ្នឹងគឺជាកូនសោសំខាន់សម្រាប់ឲ្យពួកគេដណ្ដើមយកទៅតែនៅក្នុងសេសនទី3ហ្នឹងគឺខ្ញុំមិនទាន់ប្រាប់ថាពួកគេយកថាពល Founding Titan ទៅធ្វើអ្វីនោះទេហើយណាគឺគាត់មានការបន្ទុកចិត្តនោះទេថាគេអាចដណ្ដើមយកថាពល Founding Titan ពី Eren បានដោយសារតែគេនឹងស្គាល់ Eren ច្បាស់ខ្លាំងមែនទែនថា Eren គឺមិនមែនជាមនុស្សដែលស្រួលទាមទារនៅថាពលនោះទេសេកគាត់ក៏បាននិយាយលើកទឹកចិត្តដូចជាការមើលងាយទៅកាន់ Rainer ផងដែរថាយើងនឹងវឹកហាត់ឯងបន្ថែមទៀតតែបើសិនជាឯងចាញ់យើងនឹងឲ្យថាពល Titan នេះទៅដល់អ្នកដទៃតែឯងសុខចិត្តដែរឬទេតាមពិតទៅកន្លែងនេះសេកគាត់ចង់បានន័យថាគាត់នឹងបង្រៀន Rainer ឲ្យចេះទុកមនោសញ្ចេតនាជាមួយនឹងការប្រយុទ្ធនឹងផ្សេងគ្នាមិនឲ្យនៅជាមួយគ្នាទេដោយសារតែ Rainer គឺគាត់មានការច្បុកច្បល់ខ្លាំងមែនទែនសូម្បីតែពេលដែលសេកគាត់បាននិយាយថាគាត់នឹងឲ្យថាពល Armor Titan នឹងទៅ Warrior ផ្សេងទៀតហ្នឹងក៏ Rainer នឹងគាត់បានបកកាយនឹងលឿនថាអត់ទេគាត់មិនចង់នឹងដែរហើយយើងតោះសេចរឿងនេះទៀតក្រោយពួកគេបាននិយាយសំណេះសំណាលគ្នាមួយសន្ទុះក្រោយមក Titan មួយទៀតដែលមានឈ្មោះថា Core Titan ក៏បានមកនិយាយប្រាប់អ្នកទាំង3ទៀតថាក្រុមស្កពេលនេះគឺធ្វើដំណើរចិត្តមកដល់ទីនេះហើយគឺធ្វើឲ្យពួកគេឈាមម្នាក់មកកំប៉ុងនឹងបដាច់តែម្ដងតែមកពួកគេក៏បានរត់ទៅកន្លែងធ្វើ mission រៀងៗខ្លួននៅតាមផ្លូវពួកគេក៏បាននិយាយសំណេះសំណាលគ្នា Rainer គាត់ក៏បាននិយាយពាក្យសម្ដីដែលបាននិយាយតាំងពី season ទី2នេះទៅប្រាប់ Berthold ដែលមានន័យថានៅពេលដែលគេចប់ទៅបេសកកម្មនេះគេនឹងត្រឡប់ទៅផ្ទះវិញហើយ Rainer គាត់ក៏បាននិយាយបន្ថែមទៅកាន់ Berthold ទៀតផងដែរថារឿងទាំងអស់បែប Berthold បានធ្វើនេះប្រសិនបើ Annie នាងបានដឹងនោះនាងប្រកាសជាសប្បាយចិត្តមិនស្ទើរនោះទេដោយសារតែ Berthold ជាមួយនឹង Annie នឹងគឺលួចស្រឡាញ់គ្នាហ្នឹងឯងបន្ទាប់ពីគេបាននិយាយគ្នារួចហើយគេក៏បានធ្វើដៃគ្នាដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ពួកគេរួចពួកគេក៏បានទៅធ្វើការកន្លែងរៀងៗខ្លួនហើយកម្មមកដល់បច្ចុប្បន្នវិញពេលនេះផងដែរ Berthold គឺស្ថិតនៅក្នុងកន្លែងមួយដែលយើងមិនដឹងថានៅកន្លែងណានោះទេគេកំពុងតែរងចាំសញ្ញារបស់ Rainer បើសិនជាកាលណា Rainer ឲ្យសញ្ញាមកគេនោះគេប្រកាសជារហក់ទៅជាមិនខាននោះទេប៉ុន្តែបើយើងក្រឡេកមកមើល Rainer នេះវិញគឺថាគេដួលដីបាត់ទៅហើយរសារតែស្វ័យខំដាក់គេឡើងខ្ទប់តែម្ដងជាមួយនឹងលំបៃរន្ទះ Thunder Spear គឺវាមានអតិពលខ្លាំងមែនទែនសូម្បីតែ Armor Titan របស់ Rainer ហ្នឹងក៏មិនអាចទប់ទល់ជាប់ដែរហើយមកស្ទុះក្រោយមកនោះ Rainer របស់យើងក៏បានស្រែកឲ្យសញ្ញាតែម្ដងគឺស្រែកដូចជាយក្សឈួតចឹងដើម្បីផ្ដល់សញ្ញាទៅឲ្យ Berthold ហើយ Berthold គាត់ទៅគេលឺភ្លាមហ្នឹងគេក៏បានឲ្យ Beast Titan គប់គេទៅកន្លែងមនុស្សតែម្ដង Armin របស់យើងលឺសំឡេងដូច្នោះគេក៏បានជិះកាត់មួយសន្ទុះរួចក៏បានគិតថានេះប្រកាសជាសញ្ញាដើម្បីហា Berthold ជាមិនខានទេដូចគេឲ្យអ្នកគ្រប់គ្នាប្រញាប់ដកខ្លួនជាមិនទាន់ពួកអីខ្លាយ Rainer ហ្នឹងឲ្យ Berthold ប្រែកាយColossal Titan កាន់ពួកគេស្លាប់ហើយវាដូចជាការកើតរបស់ Armin ពិតមែនពេលហ្នឹងផងដែរហ្នឹង Berthold គាត់ស្ទើរតែប្រែខ្លួនទៅជា Colossal Titan ទៅហើយប៉ុន្តែនៅពេលដែលគាត់ចលេចទៅមើលក្នុងធុងឈើហ្នឹងគាត់ឃើញពួកម៉ារបស់គាត់ត្រូវគេវាយដួលដីបែបនេះគាត់សម្រេចចិត្តបំប្រែខ្លួនទៅវិញហើយនៅពេលដែលឃើញ Rainer គេវាយឡើងបែកដីបែកជើងបែបនេះគឺគាត់មានកំហឹងខ្លាំងមែនទែនគាត់នៅពេលនេះគឺថាអ្នកណាក៏មិនទុកមុខឲ្យដែរហើយបន្ទាប់មក Armin របស់យើងក៏ធ្វើការទៅចរចាជាមួយនឹង Berthold ផងដែរតែមើលទៅគឺវាគ្មានលទ្ធផលល្អនោះទេប៉ុន្តែ Berthold ម្ដងនេះគឺមិនមែនដូចជា Berthold លើកមុននោះទេគឺគេគ្មានមនោសញ្ចេតនានៅក្នុងខ្លួនទៀតនោះទេអ្វីដែលពេលនេះនៅក្នុងខ្លួនគេត្រូវការនោះគឺជា mission តែប៉ុណ្ណោះគេបាននិយាយទៅកាន់ Armin ទៀតផងដែរថា Armin ជាមួយនឹងក្រុមស្កបគឺត្រូវតែប្រគល់ Eren មកឲ្យពួកគេមិនចឹងនោះទេអ្នកទាំងអស់គ្នានៅទីនេះគឺត្រូវតែស្លាប់ទាំងអស់គ្នាមេកាសាក៏បានហក់ទៅកាប់គ្នាជាមួយនឹង Berthold តែម្ដងប៉ុន្តែ Berthold លោកនេះគឺគ្មានមនោសញ្ចេតនានៅក្នុងខ្លួនទេគេបានវាយតបតទៅកាន់មីកាសាវិញតែម្ដងតមកគេក៏បានហោះចេញពីកន្លែងនោះតែនៅពេលនោះផងដែរហានដោយសារតែគេមិនដឹងថានេះគឺជាក្របបីរបស់ Berthold ពួកគេក៏បានហោះតាម Berthold តែម្ដងហើយរីឯ Berthold វិញគេក៏បានហោះទៅដល់ខាងលើរួចក៏បានប្រែកាយទៅជា Titan បន្ទូរបស់ Titan មួយនេះគឺផ្ទុះខ្លាំងយកតែមែនតើមើលទៅក្រុមរបស់ហានគឺគ្មានសង្ឃឹមរស់នោះទេដោយសារតែផ្ទុះមួយនេះគឺដូចជាក្របបែកប៉ារ៉ាម៉ាន់ណោអញ្ចឹងហើយក្រោយពីបងគាត់ខ្លាយទៅជា Colossal Titan ភ្លាមគាត់ក៏បានវិប្រហារទៅទីធ្លាក្នុងជញ្ជាំង Meria ដើម្បីបញ្ឈឺ Eren តែម្ដងហើយក្រោយពីការបន្ទោសរបស់ Colossal Titan រួចមកនៅម្ខាងទៀតជាជញ្ជាំងដែលក្រុមរបស់ Levi នេះវិញគេក៏បានឃើញនឹងថ្មជាច្រើនហោះមកកន្លែងមួយនេះប៉ុន្តែមិនត្រូវ Levi នោះទេមានបុណ្យខ្លាំងមែនតើនឹងថ្មទាំងអស់នោះគឺបានសម្លាប់ទាហានសវ័យខំជាច្រើនជាមួយនឹងសេះរបស់ពួកគេជាច្រើនផងដែរហើយដុំថ្មមួយនោះគឺហោះចេញពីដៃរបស់ Beast Titan ហ្នឹងឯងដោយសារតែលបងមួយនេះគឺគាត់គប់ត្រង់ខ្លាំងយកទៅមែនតើនៅពេលនេះ Raven ជាមួយនឹង Levi គឺដឹងច្បាស់ហើយថាផែនការរបស់ពួកគេគឺគៀបសង្កត់គេឲ្យនៅមួយកន្លែងស្រួលសម្លាប់ហ្នឹងឯងនៅពេលនេះក្រុមទាហានគ្រប់គ្នាគឺមានការភ័យខ្លាចខ្លាំងមែនតើដោយសារតែពួកគេគឺស្ទើរតែស្លាប់ទាំងអស់គ្នាទៅហើយម្ខាងគឺជា Colossal Titan ជាមួយនឹង Armor Titan រីឯម្ខាងទៀតគឺជាស្វាដែលកំពុងតែគប់ដុំថ្មមកកាន់ពួកគេមិនយូរមិនឆាប់ទេសេចក្តីស្លាប់គឺនឹងរត់មករកពួក
គេហើយក៏លើមើលខាងយៈនេះវិញពេលនេះផងដែរនឹងអារ៉ាបៀនរបស់យើងគឺគិតអីលែងចាញ់ហើយចឹងហើយក៏បានឲ្យជៀននឹងធ្វើការគ្រប់គ្រងអេរ៉ានតាមមានន័យថាគាត់ឲ្យជៀននឹងបកគលគំនិតខ្លះថាធ្វើយ៉ាងម៉េចដើម្បីប្រយុទ្ធជាមួយនឹង Colossal Titan ហ្នឹងឯងប៉ុន្តែខណៈពេលដែលគេកំពុងតែនិយាយគ្នាសុបនឹង Colossal Titan គឺវាយចំកន្លែងមួយដែលជាផ្ទះរបស់ Eren ជាហេតុធ្វើឲ្យ Connie នឹងសោយឡើងប្រកាច់ប្រកិនតែម្ដងហើយជានៅសារគាត់ឃើញបែបឆ្នេះនឹងគាត់ក៏បានឲ្យសាសានឹងដាក់ Connie ឲ្យគាត់មកដល់ពេលទៅផ្ទះនឹងតែម្ដងមានន័យថាដាក់មកកញ្ញរនឹងឯងលលឃ្លូបន្ទាប់មកជារបស់យើងគាត់ក៏បានថាឲ្យ Eren នឹងស្រែកទៅដើម្បីឲ្យទាញចំណាប់អារម្មណ៍របស់ Colossal Titan Eren របស់យើងក៏ចាប់ផ្ដើមស្រែកម្រែកដែលសែនព្រឺព្រួយតែម្ដងហើយក្រោយពីស្រែកមួយទំហឹងមើលទៅ Colossal Titan ដូចជាគ្មាន reaction អ្វីហ្នឹងជិនក៏បានឲ្យ Eren ហ្នឹងទៅអោបជើងទៅមានន័យថាអោបជើងរបស់ Colossal Titan ដើម្បីកុំឲ្យវាដើររួចហ្នឹងឯងដោយសារតែពួកគេគឺមិនអាចចូលជិត Colossal Titan បាននោះទេដោយសារតែ Colossal Titan ក្តៅខ្លាំងពេកអញ្ចឹងមានតែ Eren នោះទេដែលអាចចូលទៅជិតខ្លួនរបស់ Colossal Titan បានហើយក្រោយពីទៅអោបជើងរបស់ Colossal Titan រួចមកមើលទៅមួយរបស់ក្រោយមកវាដូចជាមានប្រសិទ្ធភាពប៉ុន្តែយូរទៅ Eren របស់យើងដូចជាបានមានកម្លាំងខ្លាំងមែនទែនរួចជើងរបស់ Colossal Titan បានទៅមុខទីផងប៉ុន្តែអ្វីគឺមិនដូចជាការគិតរបស់ Eren នោះទេដោយសារតែតាមពិតហ្នឹងគឺថា Colossal Titan ហ្នឹងបានទាញជើងត្រៀមទាត់ Eren ហ្នឹងឯងទៅធ្វើឲ្យពេលនេះផងដែរហ្នឹង Eren គឺត្រូវបានទាត់ប៉ៅដូចជាបាល់ចឹងទៅនៅលើជញ្ជាំងឯណាឆ្កុយទៅវិញហើយដោយសារតែធ្វើអីអត់កើតប្រហែលអ្នកហ្នឹងដោយសារតែគិតអីអត់ចេញហើយគេក៏បានគិតទៅដល់ល្បិចដែល Araben បានប្រើការពី Season 2ហ្នឹងដែលបានឡើងទៅជេរគ្នាជាមួយនឹង Bertolt ហ្នឹងគេក៏បានយកវិធីមួយហ្នឹងមកប្រើជាមួយនឹង Bertolt ម្ដងទៀតដែលធ្វើការឡើងទៅជេរម៉ែគ្នាចាក់លុយតែម្ដងគឺជាសាហាវខ្លាំងមែនតើមានអា Titan ធួសណ្ដែកដីក៏មានដែរហើយការជេរបែបនេះគឺគ្រាន់តែអូកាឡាឲ្យមីកាសានៅពីក្រោយលួចប្រើរំពេរន្ទះសម្រាប់ទៅការ Colossal Titan ប៉ុន្តែយើងនឹងស្រាប់ហើយ Colossal Titan ហ្នឹងគឺដូចជាមាន Spider Sense អញ្ចឹងគឺគេអាចដឹងទៅលើការវាយប្រហារនៅខាងក្រោយឬក៏ខាងមុខបានដូច្នេះហើយទើបធ្វើឲ្យគេហ្នឹងបានប្រើទៅលើផ្សែងក្តៅរបស់គេដើម្បីការពារខ្លួនពីការវាយប្រហាររបស់មីកាសាជាហេតុធ្វើឲ្យនេះមិនអាចចូលទៅជិតគេបាននោះទេហើយរឿងដែលចង្រៃមួយទៀតនោះគឺថានៅពេលនេះ Rainer របស់យើងគឺបានងើបឡើងដូចគ្នានៅមួយខាងទៀតដែលយើងជាងនេះវិញ Erwin គឺគាត់មិនទាន់ចេញនៃបបបញ្ជាអ្វីទេគឺគាត់ដូចជាកំពុងតែរងចាំអ្វីមួយយ៉ាងអញ្ចឹងរៀងគ្រប់គ្នាដោយសារតែឃើញ Erwin គាត់មិនទាន់មានគម្រោងការអ្វីបែបនេះគឺធ្វើពួកគេភ័យខ្លាំងយកតែមែនទែនជាពិសេសទាហានម្នាក់ដែលមានឈ្មោះថា Floyd គឺគាត់នៅប្រកាច់ប្រកិនតែឯងតែម្ដងគេមិនលងក៏មិនបាត់ដែរហើយចុងក្រោយ Erwin របស់យើងក៏បានសារភាពការលីវាយតែម្ដងគាត់ក៏បាននិយាយថាគាត់មិនមែនគ្មានផែនការនោះទេប៉ុន្តែផែនការរបស់គាត់គឺគាត់លះបង់ជីវិតខ្លួនឯងគឺគាត់ស្ដាយតែគាត់មិនបានឃើញទៅលើអ្វីៗគ្រប់យ៉ាងដោយសារតែពេលនេះផងណាអាចកំបាំងគ្រប់យ៉ាងគឺស្ថិតនៅតែមួយជំហានទៀតតែប៉ុណ្ណោះគេចិត្តបានឃើញនៅអាចកំបាំងគ្រប់យ៉ាងដែលបានរក្សាទុកនៅក្នុងផ្ទះរបស់ Eren ទៅហើយប៉ុន្តែពេលនេះគឺគេបែរជាត្រូវស្លាប់ទៅវិញនិយាយគ្នាសុកស្រាប់តែដុំថ្មមួយទៀតបានហោះជិតពួកគេជាហេតុធ្វើឲ្យពេលនេះ Erwin គឺគាត់គ្មានពេលវេលាទៀតនោះទេគាត់ក៏បានទៅអង្គុយនិយាយសោកសៅជាមួយនឹង Levi តែម្ដងគាត់ក៏បាននិយាយពីទុកលំបាករបស់គាត់ទៅប្រាប់ Levi ហើយគាត់ក៏បាននិយាយថាគាត់សោកស្ដាយខ្លាំងណាស់ដែលគាត់បានដឹងនៅអាចកំបាំងមួយនេះដោយសារតែមួយជីវិតរបស់គាត់គឺព្យាយាមរកអាចកំបាំងមួយនេះតាំងពីដើមរហូតដល់ចប់នឹងឯងហើយក្រោយមក Levi ក៏បាននិយាយទៅកាន់ពេលសន្តិដែលមានន័យមួយទៀតផងដែរថាលះបង់សម្បត្តិរបស់អ្នកហើយទៅស្លាប់ទៅចោះទុកឲ្យខ្ញុំជាអ្នកសម្រាប់ទៅលើ Beast Titan 夢を諦めて死んでくれ新兵たちを地獄に導បន្ទាប់មកពួកគេក៏បានឃើញ Warrior ក៏ដូចជា Spirit របស់អ្នកដែលស្លាប់មុនដែលជាក្រុមសវ័យខំផងដែរមានដូចជា Petra មានដូចជា H ដើមហើយពីសន្តិរបស់ Levi មួយម៉ាត់ហ្នឹងគឺធ្វើឲ្យ Erwin របស់យើងហ្នឹងគឺថាពេញចិត្តស្ដោកតែម្ដងគឺធ្វើគាត់ដឹកនាំកូនចៅទៅធ្វើជំនួយដើម្បីឲ្យ Beast Titan ហ្នឹងបំណែកចំណាអារម្មណ៍ទៅលើ Levi គឺដោយសារតែ Levi ហ្នឹងមិនប្រើសេះនោះទេគាត់ប្រើ ODM គេដើម្បីសម្លាប់ទៅកាន់ Titan នៅខាង Beast Titan មុនហ្នឹងទៅ Erwin ក៏បាននិយាយលើកទឹកចិត្តទៅកាន់ទាហានទាំងអស់នោះផងដែរថាហេតុអ្វីបានជាយើងទៅខ្លាចស្លាប់បែបនេះមនុស្សគ្រប់គ្នាគង់តែមានថ្ងៃណាមួយដែលពួកគេអាចស្លាប់រឿងដែលសំខាន់នោះគឺថាពួកគេស្លាប់តែមានតម្លៃឬក៏អត់នៅពេលនេះបើសិនជាអ្នកទាំងអស់គ្នាព្រមលះបង់ជីវិតនោះអ្នកគ្រប់គ្នាដែលមានជីវិតគឺពួកគេនឹងចងចាំពួកយើងអស់មួយជីវិតតែមកពួកគេក៏បានធ្វើដំណើរឆ្ពោះទៅរកមុខរបស់ Beast Titan តែម្ដងដែលពួកគេប្រកាសជាដឹងហើយតែពួកគេប្រកាសជាស្លាប់ហើយឯ Levi នេះវិញគឺគាត់កំពុងតែសម្លាប់ទៅកាន់ Titan ទាំងអស់នោះមកឲ្យសល់សំបីតែមួយទេគឺថាសាប់យកតែម្ដងហើយក្រុមសវ័យខំក៏នៅតែធ្វើដំណើរទៅមុខជានិច្ចបន្ទាប់មក Erwin គាត់ក៏បាននិយាយលើកទៅចិត្តទៅកាន់ក្រុមទាហានរបស់គាត់ផងដែរថា兵士を怒れ兵士を叫べ兵士を叩け
ហើយគាត់ក៏ត្រូវបានស៊ីពីដុំថ្មរបស់ Beast Titan ស្លាប់មុនគេតែម្ដងទោះបីជាគាត់ស្លាប់ក៏ដោយក៏ mission មួយនេះគឺនៅតែបន្តដដែលដែលយើងបានឃើញក្រុមសវ័យខំទាំងអស់ហ្នឹងគឺនៅតែបន្តធ្វើដំណើរទៅកាន់ Beast Titan ដដែលហើយ Beast Titan ហ្នឹងក៏ដូចជាទៀតគឺគាត់ទីងដុំថ្មគប់តែម្ដងហើយក្រោយពីគប់ក្រុមសវ័យខំអស់ចិត្តហើយហ្នឹងគឺគាត់ទើបតែដឹងថានៅពេលនេះគឺគាត់បានចាញ់ល្បិចរបស់ក្រុមសវ័យខំទៅហើយប៉ុន្តែនៅពេលនេះគឺវាដូចជាហួសពេលបាត់ហើយដោយសារតែ Levi គឺបានហោះមកចិត្តគាត់បាត់ហើយប៉ុន្តែនៅពេលហ្នឹងគឺគាត់មិនទាន់ស្គាល់ Levi ទេលុះត្រាតែគាត់ស៊ីបានមួយដៃរបស់ Levi ទើបគាត់បានចងចាំនៅពីសម្ដីមួយដែល Rainer បាននិយាយផងដែរថា Levi គឺជាទាហានមួយដែលមានគ្រោះថ្នាក់ខ្លាំងមែនទែនបើសិនមកឃើញ Levi ខ្សោមគុំប្រយុទ្ធអីគួរតែរត់ទៅល្អជាងប៉ុន្តែមើលទៅគឺវាមិនទាន់នោះទេគឺនៅពេលនេះ Levi បានធ្វើការវាយប្រហារមកកាន់គាត់មុនមកទៅហើយដែលធ្វើការកាត់ភ្នែកកាត់ដៃដូចក៏ដូចជាកាត់សរសៃជើងរបស់គាត់ផងដែរដែលធ្វើឲ្យពេលនេះ Beast Titan គឺដួលស្ប៉ាប់ទៅនឹងដីតែម្ដងこいつがリヴァイか同じろ目をやられたのかどうしろក្រោយមក Levi ក៏បាននិយាយឡើងលយទៅកាន់ Beast Titan ផងដែរថាឯងជួយចិត្តការស្លាប់ណាស់មែនឬនៅពេលនេះគឺយើងនឹងប្រគល់វាឲ្យឯងទៅចោះបន្ទាប់មកគាត់ក៏បានសាប់ចូលនៅពីក្រោយខ្នងរបស់ Beast Titan តែម្ដងរួចងាក់ទៅហើយឬគាត់ក៏បានទាញយករូបរាងមនុស្សរបស់ Sek ចេញមកខាងក្រៅឬក៏បានយកដាវទៅចុចចំមាត់របស់គេដើម្បីការពារកុំឲ្យគេប្រែកាយទៅផងពេលហ្នឹង Levi ក៏ចង់សម្លាប់ទៅកាន់ Sek ភ្លាមខ្លាំងណាស់តែដោយសារតែផែនការរបស់ Erwin គឺពួកគេចង់ទៅដើមទៅយកថាមពល Titan អ្វីក៏បានចេញពី enemy របស់ពួកគេមិនថា Beast Titan Colossal Titan ឬក៏ Armor Titan ជាដើមប៉ុន្តែខណៈពេលដែល Levi កំពុងតែអង្គុយសុកសោកនឹងស្រាប់តែខាត Titan លេចមកចេញពីក្រោយគេជាហេតុធ្វើឲ្យ Levi នឹងភ្ញាក់ស្ទើរតែលេចផោមបន្ទាប់មកខា Titan ក៏បានពំនយករូបរាងរបស់ Sek នឹងចេញទៅបាត់ទៅហើយ Sek ក៏បានស្រែកទៅកាន់ Titan នៅជុំវិញនឹងទៀតផងដែរថាឲ្យពួកគេនឹងទៅសម្លាប់ Levi ភ្លាមទៅហើយ Titan ទុយនឹងមើលតែធ្វើអី Levi កើតបាទ Levi សម្លាប់ឡើងស្រួលដូចជាបោះជ័យចឹងហើយនៅពេលដែល Sek ចេញទៅបាត់ហើយទើបមានមនុស្សម្នាក់នៅមានជីវិតហើយម្នាក់នោះគឺជា Floyd នឹងឯងក្រែមើលមកខាងទៀតនៃជញ្ជាំងនេះវិញ Rainer គឺបានគេទៅវិញហើយហើយ Colossal Titan គឺបានដើរទៅជិតដល់ជញ្ជាំងដូចគ្នាប៉ុន្តែនៅពេលនេះ Erwin របស់យើងគឺបានគិតទៅលើចំណុចខ្សោយរបស់ Colossal Titan បានឃើញមកសម្រាប់តែម្ដងដោយសារតែ Colossal Titan គឺមានចំណុចខ្សោយត្រង់ភ្លើងរបស់វាកាលណាបើផ្សាយនៅក្នុងខ្លួនរបស់វាបានប្រើប្រាស់អស់នៅខ្លួន Titan របស់វាគឺកាន់តែតូចទៅអញ្ចឹងមានន័យថាបើសិនមកវាប្រើភ្លើងរបស់វាកាន់តែអស់ពីខ្លួននោះគឺវាគឺគ្មានអ្វីការពារខ្លួននោះទេជាហេតុធ្វើឲ្យ Erwin ប្រាប់ជៀនជាមួយនឹង Mikasa ឲ្យទៅប្រយុទ្ធគ្នាជាមួយនឹង Rainer ទៅតួគេនឹងពីអ្នក Eren ប្រយុទ្ធគ្នាជាមួយនឹង Boruto ទៅចោះបន្ទាប់មកពួកគេក៏បានសម្រេចចិត្តទៅរៀងខ្លួនហើយបន្ទាប់មក Erwin របស់យើងគឺប្រើស្ទាយចាស់ហ្នឹងឯងគឺគាត់យកកបិតទៅចាក់ចំករបស់ Eren ហើយប្រាប់ Eren ថាយើងទៅមើលសមុទ្រជុំគ្នាបន្ទាប់មក Eren របស់យើងគឺបានងើបមកតាមសន្យាតែម្ដងនៅខាង Rainer នេះវិញគេនេះផងដែរហ្នឹងគេកំពុងតែប្រយុទ្ធគ្នាជាមួយនឹងសវ័យខំដូចគ្នាហើយសវ័យខំហ្នឹងគឺស្ទើរតែមិនអាចប្រយុទ្ធជាមួយគេបាននោះទេដោយសារតែពេលនេះផងដែរហ្នឹងគេគឺបានងើបមកវិញមានអាម៉ូពេញខ្លួនបាត់ទៀតហើយហ្នឹងទៅធ្វើឲ្យគេហ្នឹងលេងសើចតែម្ដងប្រយុទ្ធជាមួយនឹងសវ័យខំហ្នឹងគឺថាប្រយុទ្ធមិនពេញដៃមិនពេញជើងទេគឺគេប្រយុទ្ធបដាមើលទៅកាន់ Boruto បដាមានជាមួយនឹង Eren វិញបន្ទាប់ពីគេខ្សឹបខ្សៀវគ្នាពីអ្វីមួយចំនួនអស់ហើយហ្នឹងពួកគេក៏បានសម្រេចចិត្តធ្វើនៅផែនការប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តធ្វើនៅផែនការហ្នឹង Eren របស់យើងបែរជារអល់ខ្លួនចុះទៅខាងក្រោមទៅវិញជាហេតុធ្វើឲ្យ Boruto ហ្នឹងក៏បាននិយាយថាអានេះដល់ពេលហ្នឹងហើយនៅតែល្អល់ដួលណាណៃឆ្កុយទៅវិញប៉ុន្តែអានេះគឺជាផែនការរបស់ Eren នោះទេដែលគេធ្វើឲ្យ Eren ហ្នឹងចុះទៅខាងក្រោមនឹងឯងបន្ទាប់មកគេក៏បានហក់ទៅខាងលើដើម្បីជេរម៉ែគ្នាជាមួយនឹង Boruto បន្ត Boruto គាត់ក៏បាននិយាយទៅកាន់ Eren ទៀតផងដែរថាបើសិនជាឯងចង់ស្លាប់យើងអាចកំដរឯងបានបន្ទាប់មកគេក៏បានដុតទៅកាន់រូបរាងរបស់ Eren តែម្ដង Rainer ក៏កំពុងតែប្រយុទ្ធជាមួយនឹងក្រុមស្វ័យខំដូចគ្នានៅពេលនេះផងដែរក្រុមស្វ័យខំមួយចំនួនគឺត្រូវបានរងរបួសពីការប្រយុទ្ធទាំងអស់នេះដោយសារតែ Mikasa តែប៉ុណ្ណោះដោយសារតែនាងគឺជាត្រកូល Akamen គឺនាងមានភាពធន់នៅក្នុងការប្រយុទ្ធរយៈពេលយូរទើបដូច្នេះហើយទៅធ្វើឲ្យនាងប្រយុទ្ធគ្នាជាមួយនឹង Rainer បានយូរដូចគ្នាហើយបើ Aramin នេះវិញគឺខ្លួនរបស់គេគឺជិតឆេះខ្លោចទៅហើយ Boruto ក៏បានសួរទៀតផងដែរថាហេតុអ្វីបានជាឯងមិនចេញបែបនេះបើមិនជាឯងមិនចេញគឺឯងប្រកាសជាស្លាប់មិនខាននោះទេប៉ុន្តែមើលទៅ Aramin របស់យើងគឺគាត់ដូចជាត្រៀមចិត្តដូចជាស្រេចអញ្ចឹងនៅ
ក្នុងវេទិកាចុងក្រោយរបស់គាត់ក៏បាននិយាយពីរ៉ាដាពេលផងដែរថា Eren ពួកយើងនឹងទៅមើលសមុទ្រជុំគ្នានៅខាងក្រៅជញ្ជាំងហើយចុងក្រោយទាំងខ្សែ ODM ជាមួយនឹងរូបរាងរបស់ Eren នឹងក៏បានឃ្លាតចេញពីរូបរាង Colossal Titan ហើយខណៈពេល Eren កំពុងតែផ្លឹកទៅមើលរូបរាងរបស់ Eren ជាមួយនឹង Colossal Titan នឹងហានគឺគាត់មិនដឹងចេញពីតាណាមកទេដែលគាត់មិនទាន់ស្លាប់នោះទេគាត់ក៏បានយក Thunder Spear នឹងគប់ទៅចំកន្លែងមាត់របស់ Rider តែម្ដងជាហេតុធ្វើឲ្យ Rider នឹងដាច់ទៅសៃចង្ការហាមាត់មិនចេញនោះទេហើយមីកាសាជាអ្នកទៅ combo ពីក្រោយដែលនាងបានគប់ទៅ Thunder Spear នឹងចូលទៅក្នុងកន្លែងរបស់ Rider តែម្ដងងក់ទៅហើយជាហេតុធ្វើឲ្យរូបរាងមនុស្សដ៏សែនស្រស់ស្អាតរបស់ Rainer នឹងលៀនចេញមកខាងក្រៅរូបរាង Titan របស់គេតែម្ដងកន្លែងមើលខាង Colossal Titan នៅនេះវិញពេលនេះផងដែរនឹងគឺថាគេកំពុងតែអង្គុយឆ្ងល់ថាហេតុអ្វីបានជា Eren ចាំបាច់លះបង់ជីវិតដូចគ្នាបែបនេះប៉ុន្តែនៅពេលដែលគេឆ្ងល់សុកៗនោះគេកលែងទៅមើលរូបរាងរបស់ Eren គេបែរជាឃើញរូបរាងរបស់ Eren ខ្លាចជាគ្រីស្តាល់បែបនេះហើយពេលនេះហើយទើបគេដឹងថាពេលនេះគឺគេចាញ់បោក Eren ជាមួយនឹង Eren នឹងឯងបន្ទាប់មក Eren ក៏បានលេចខ្លួនជាក្រោយរូបរាងរបស់ Colossal Titan ក៏បាននិយាយផងដែរថាងក់ទៅហើយរួចក៏បានកាប់ខាងក្រោយខ្នងរបស់ Colossal Titan ឬ Solar Bush រួចហើយគាត់ក៏បានទីរូបរាងរបស់ Bertolt ចេញពីរូបរាងរបស់ Colossal Titan តែម្ដងទីបំផុតសង្គ្រាមមួយនេះគឺពួកគេទទួលបានជោគជ័យហើយប៉ុន្តែពួកគេគឺត្រូវបានលះបង់មនុស្សជាស្រឡាញ់របស់ខ្លួនជាច្រើនដូចគ្នាដូចជាក្រុមរបស់ Eren ចឹងគឺថា Armin គឺគាត់បានលះបង់ជីវិតដើម្បីធ្វើការប្រយុទ្ធគ្នាជាមួយនឹង Colossal Titan រីឯម្ខាងទៀតដូចជាងគឺថា Armin របស់យើងគឺបានលះបង់ជីវិតដើម្បីជួយទៅខាងក្រុមសម័យខំដូចគ្នាប៉ុន្តែរឿងដែលសំខាន់ពេលនេះគឺពួកគេទទួលបានជ័យជំនះមួយនេះបាត់ទៅហើយក្រោយមកនឹង Eren របស់យើងគឺគាត់បាននិយាយតែឯងគាត់ក៏បាននិយាយថាមើលទៅ Armin នឹងគឺថាជារយបាត់ទៅហើយប៉ុន្តែនៅពេលនេះផងដែរ Zack ជាមួយនឹង Cloud Titan នឹងបានប្រកគេដល់កន្លែងតែម្ដងគាត់បាននិយាយថាឯងកុំខ្លាចយើងអីដោយសារតែយើងនឹងក៏ជាបង Frost របស់ឯងហើយឯងនាងយើងគឺសិតតែជាជនរងគ្រោះរបស់ឪពុករបស់ឯងដូចគ្នាប៉ុន្តែខណៈពេលដែល Zack កំពុងតែនិយាយមិនទាន់បានប្រមាណផងហ្នឹងសបានអក្រក់របស់គាត់ក៏ធ្វើដំណើរមកដល់ដូចគ្នាដោយសារតែ Levi គឺមកពោពេញទៅដោយកំហឹងតែម្ដងគឺថាយើងកាប់សាច់ Zack នឹងជាកង់ដើម្បីយើងទៅអាំងខ្លាំងទៅថ្នោតជូរតែម្ដង Zack ឃើញដូចជាមិនស្រួលក៏បានឲ្យ Cloud Titan នឹងយកគេចេញពីកន្លែងមួយនឹងតែម្ដងប៉ុន្តែ Levi គឺក៏មិនបានតាម Zack នោះទេដោយសារតែពេលនេះ Gear របស់គេគឺចិត្តអស់បាត់ទៅហើយក៏ធ្វើឲ្យ episode ទាំងអស់នេះគឺវាបានចប់បាត់ទៅហើយនៅក្នុង episode ក្រោយគឺយើងនឹងបានចប់នៅក្នុង Attack on Titan season ទី3ហើយខ្ញុំក៏ចង់ដាក់ឲ្យវាអស់តែម្ដងផងដែរប៉ុន្តែដោយសារតែ computer វារត់រួចអញ្ចឹងមានតែធ្វើវីដេអូហើយវាជឿចិត្តចប់ហើយរឿងហ្នឹងដោយសារយើងនឹងសល់តែ40 episode ទេអញ្ចឹងអរគុណដល់អ្នកនរគ្នាខ្លាំងមែនដែលបានទស្សនាតាមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយក៏ដូចជាវាបញ្ចប់នៅក្នុង Attack on Titan season ទី3ផងដែរបាយបាយអ្នកនរគ្នា